បាទសួស្តីគ្នាយើងសម្រាប់អ្នកដែលចង់បាន laptop យកទៅរៀនឬក៏ធ្វើការងារផ្សេងៗណាហើយថ្ងៃនេះខ្ញុំមាននៅ Lenovo ThinkPad E16 បាទជំនាន់ទី2ហើយសម្រាប់ model មួយនេះដែរតម្លៃរបស់វា$700ជាងហើយ model មួយនេះគឺវាមានភ្ជាប់មកជាមួយនឹង CPU Core Ultra 5ហើយជាមួយនឹង RAM 16GB អូខេនេះ port របស់វានៅជាងវាមាន USB-A ហើយជាមួយនឹង networking ហើយដល់ like ខាងនេះវិញបាទ to USB-C ហើយជាមួយនឹង USB-A HDMI ហើយនឹង audio port អស់គ្នាបាទអូខេអញ្ចឹងសម្រាប់អ្នកដែលឆ្លាញ់ laptop មួយនេះចាប់អារម្មណ៍ជាមួយ laptop មួយនេះអាច comment សួរបន្ថែមបានហើយសម្រាប់អេក្រង់របស់វាដែរគឺវាប្រើនៅប្រភេទដែលហៅថា WUHGA អញ្ចឹងគឺវាមើលទៅ clear ច្បាស់